ចានេះបងពេលដែលបងយកទៅបងប្រកាសជាឃើញថង់ផ្លាស្ទិកបែបហ្នឹងហើយអញ្ចឹងពេលបងយកទៅបងបោះអស់ហ្មងណាមិនចាំបោះដូចខ្ញុំអញ្ចឹងឯងអានេះខ្ញុំគ្រាន់តែបង្ហាញបងអញ្ចឹងណាអញ្ចឹងបងបោះឲ្យអស់ទៅបន្ទាប់មកបងដោតភ្លើងនៅខាងក្រោយនេះណាចាបងដោតភ្លើងនៅខាងក្រោយនេះទៅយើងដោតភ្លើងទៅវាប្រកាសជាចេញពលឺពណ៌ខៀវអញ្ចឹងយើងចុចបើកវាមួយមកហើយខ្ញុំសុំបញ្ជាក់អាថង់នៅពីលើហ្នឹងគឺបោះឲ្យអស់អត់មានបោះអញ្ចឹងណាបោះឲ្យអស់ជៀសវាងពេលក្តៅអីអញ្ចឹងវាលលួយថង់ហ្នឹងអញ្ចឹងបងបោះឲ្យអស់ទៅហើយនេះយើងរុនដោត HDMI អញ្ចឹងមកខាងទៀតយើងដោតមួយកុំព្យូទ័រទៅហើយមុននឹងដោតហ្នឹងបងសេរី focus នៅពីមុខ projector ហ្នឹងណាសេរីឆ្វេងសេរីស្ដាំមកហើយសេរីច្បាស់ហើយចាំដោតជាមួយនឹងកុំព្យូទ័របែបនេះអញ្ចឹងណាហើយពេលដែលបងដោតកុំព្យូទ័រហើយវាប្រកាសជាអូតូដូចទៅនឹងកុំព្យូទ័ររបស់យើងហើយអញ្ចឹងវាជ្រាបជ្រុងវាអត់ពេញ3ម៉ែត្រទេអញ្ចឹងបងត្រូវចូលម៉ានុយអញ្ចឹងយើងចុចនៅលើ tele ក៏បាននៅលើ projector យើងក៏បានឲ្យចូលម៉ានុយមកពេលដែលបងចូលម៉ានុយហើយបងចូលនោះឃើញទេអាលើគេហើយបន្ទាប់មកបងចូលអាទី2 signal បន្ទាប់ចូល signal អូខេ signal ហើយនេះវាមានអូតូហើយនឹង43អញ្ចឹងបងរើស43មកពេលរើស43វាពេញអញ្ចឹងហើយអូខេបន្ទាប់ពីរើស43ហើយយើងចេញមកវិញបើសិនជាបងចាប់លើពីដានអញ្ចឹងមានថាកន្លាប់រុកអញ្ចឹងបងចូលមក program back វិញមកយើងចូល extended នោះបងឃើញ extended ទេបន្ទាប់មកយើងចុច OK លើ extended មកខាងនេះវិញយើងយក projection ចុច OK លើ projection វាមាន4អញ្ចឹងបងចង់លើ ceiling បងចុចលើ ceiling មកបងចង់មិនបងចុចលើហ្នឹងមកណាមាន4ជម្រើសហ្នឹងបន្ទាប់មកខ្ញុំបញ្យល់បងមួយទៀតលក្ខណៈបងចង់គេហៅថាយក eco វា normal ហើយអញ្ចឹងយើងចង់យកeco ដើម្បីឲ្យវាថយកម្រិតពន្លឺអញ្ចឹងបងយក eco ចុចមកក្រោមមកយក eco អូខេមួយទៀតមកបន្ទាប់មកអូខេទៀតអញ្ចឹងវាមាន eco យើងចុចអូខេមកវារៀងសតុំឃើញបងឃើញរៀងសតុំហ៎អញ្ចឹងមកបងចង់ភ្លឺយក normal វិញអូខេលើ normal អូខេបន្ទាប់ពីអូខេគឺបែបហ្នឹងអញ្ចឹងខ្ញុំបញ្ជាអីនៅលើ projector វាប្រកាសជាចេញនៅលើ slide ចឹងហើយចឹងអត់មានអីពិបាកទេហើយដូចខ្ញុំប្រាប់អញ្ចឹងការសេរី focus គឺសេរីនៅមុខឆ្វេងស្ដាំវាមានតែប៊ូតុងមួយនឹងឯងសម្រាប់ E01 បងហើយខ្ញុំសូមបញ្ជាក់បងថាគឺនេះគឺខ្ញុំបញ្ចាំងទំហំ3ម៉ែត្រដែរបងនេះគឺ3ម៉ែត្រ